របៀបចូលទៅលុបកម្មវិធីដែលយើង down ហើយយើងឈប់ប្រើប្រាស់យើងលុបកម្មវិធីនោះចេញប៉ុន្តែវាបាត់តែពីលើអេក្រង់ទូរស័ព្ទរបស់យើងហើយកម្មវិធីទាំងអស់នោះវានៅកកស្ទះនៅខាងក្នុងមកណាបើសិនណាជាបងប្អូនមិនបានចូលទៅលុបវាអាចនឹងមានការកកស្ទះនៅកន្លែងនោះធ្វើឲ្យទូរស័ព្ទយើងកាំងប្រើឡើងកើតចឹងមកណាបាទអញ្ចឹងបើសិនណាជាបងប្អូនពេញចិត្តវីដេអូរបស់ខ្ញុំបងប្អូនជួយ follow page like share ម្នាក់មួយទុកជាឯកសារយើងទុកមើលថ្ងៃក្រោយទៀតបងប្អូនណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយើងចូលទៅធ្វើទាំងអស់គ្នាហើយខ្ញុំធានាថាវាអត់បាត់កម្មវិធីយើងទេបងណាបាទធានាយើងអត់បាត់ទេបងណាបាទអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Play Store មកបាទបន្តមកបងប្អូនចុចទៅលើ profile ខាងលើមកណា profile របស់យើងមកបន្តមកបងប្អូនចុចខាងលើមកណារួចចូលទៅលើតិចមកបងប្អូនចុចកន្លែងគ្រប់គ្រងកម្មវិធីនិងឧបករណ៍អញ្ចឹងចុចទៅលើមកបន្តមកបងប្អូនមើលខាងលើមកណាគេដាក់ថាគ្រប់គ្រងខាងលើមកណាបាទបងប្អូនមើលតាមសុំព្រួយទៅណាកន្លែងគ្រប់គ្រងអានេះគឺជាកម្មវិធីយើងបាទយើងប្រើប្រាស់សប្តាហ៍ថ្ងៃមកណាបាទយើងប្រើប្រាស់រាល់ថ្ងៃហ្នឹងបាទយ៉ាងហ្នឹងយើងកុំចុចមកណាអាហ្នឹងយើងប្រើប្រាស់រាល់ថ្ងៃមកណាបាទអាហ្នឹងបើកាលណាយើងចុចលុបវាអស់ពីកម្មវិធីគ្រឿងទូរស័ព្ទរបស់យើងអស់ទាំងអស់អញ្ចឹងបងប្អូនមើលតាមដានជាក់លាក់ណាអញ្ចឹងយើងចុចកន្លែងគ្រប់គ្រងហើយយើងចុចកន្លែងឧបករណ៍នេះណាបាទបន្តមកបងប្អូនមើលខាងក្រោមទៀតបាទនេះខាងក្រោមបាទបងប្អូនកុំចុចអាក្តារបងប្អូនចុចខាងក្រោមគេដាក់ថាមិនបានដំឡើងបាទគេដាក់ថាមិនបានដំឡើងទេបងណាអញ្ចឹងចុចលើនឹងមកអញ្ចឹងកម្មវិធីនេះយើងត្រូវលុបបងណានេះកម្មវិធីយើងលុបចេញពីអេក្រង់ទូរស័ព្ទរបស់យើងហើយវានៅកន្លែងនេះទាំងអស់បងណាបាទហ្នឹងហើយបើសិនណាបងប្អូនបានចូលលុបវាអាចនឹងធ្វើការកកស្ទះឬក៏កាំងទូរស័ព្ទរបស់យើងបងណាបាទហ្នឹងហើយអញ្ចឹងខ្ញុំនឹងធ្វើចែកម្លែកបងប្អូនឲ្យបានបងប្អូនចេះធ្វើទាំងអស់គ្នាដើម្បីចូលទៅសម្អាតក្នុងគ្រឿងទូរស័ព្ទយើងបានស្អាតអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំតិចឧទាហរណ៍ឲ្យបងប្អូន2 3កម្មវិធីចុះមកណាឲ្យដឹងពីរបៀបលុបអញ្ចឹងយើងចុចពីលើមកអាណាយើងត្រូវលុបមកណាបាទអញ្ចឹងមកចុចពីលើគ្រីសចឹងមកណាបាទចុចគ្រីសចឹងមកបាទចុចពីលើមកបើសិនណាបងប្អូនចង់លុបទាំងអស់បងប្អូនចុចទាំងអស់ចឹងមកចុចឲ្យគ្រីសទាំងអស់រហូតមកណាបាទប៉ុន្តែបងប្អូនចង់ទុកខ្លះបាទនេះវាយើងអាចបើសិនណាយើងថ្ងៃណាមួយយើងចង់យកគ្រឿងយកកម្មវិធីទាំងអស់ខ្ញុំមកប្រើវិញយើងអាចដោនយកប្រើវិញបានមកណាប៉ុន្តែបើយើងមិនចង់ប្រើយើងចង់ឲ្យស្អាតទូរស័ព្ទយើងលុបទាំងអស់ហ្មងប៉ុន្តែសម្រាប់ខ្ញុំលុបតែប៉ុណ្្នឹងមកណាធ្វើជាឧទាហរណ៍ឲ្យបងប្អូនមើលអញ្ចឹងខ្ញុំលុបប្រហែលកម្មវិធី5កម្មវិធីណាធ្វើជាឧទាហរណ៍ឲ្យបងប្អូនមើលអញ្ចឹងយើងចុចលើដើម្បីលុបយើងចុចខាងលើមក delete ปั๊បតមកយើងចុចកន្លែងដកចេញปั๊បអូខេអញ្ចឹងវាស្អាតណាស់បងណាប៉ុន្តែខ្ញុំលុបតែប៉ុណ្្នឹងបងខាងនេះខ្ញុំទុកសិនកែងយើងត្រូវការប្រើប្រាស់យើងទាញទៅប្រើការវិញបានបងណាបាទហ្នឹងហើយខ្ញុំធានាថាវាអត់បាត់កម្មវិធីដែលយើងប្រើនៅលើទូរស័ព្ទដៃរបស់យើងទេមិនបាត់ទេបងណាបាទហើយសម្រាប់សូមបញ្ជាក់ថាបើសិនណាបងប្អូនចង់ស្អាតទូរស័ព្ទបងប្អូនលែងប្រើប្រាស់កម្មវិធីទាំងអស់ហ្នឹងហើយបងប្អូនលុបទាំងអស់មកបងណាចុចបាទចុចគ្រីសទាំងអស់មកចឹងមកបាទចុចគ្រីសទាំងអស់ចឹងមកណាបាទចុចទាំងអស់ចឹងមកហើយរួចហើយចុចខាងលើមកណាចុចកន្លែង delete ខាងលើនេះមកបាទសម្រាប់ខ្ញុំលុបតែប៉ុណ្្នឹងបងណាបាទកម្មវិធីទាំងអស់នេះខ្ញុំនឹងអាចទាញយកប្រើប្រាស់វិញបាទអញ្ចឹងយើងលុបហើយបងប្អូនថយមកវិញមកថយមកគ្រឿងមកណាបាទអញ្ចឹងវាមានបាត់អីបងណាបាទអញ្ចឹងអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយ share និង like ម្នាក់មួយផងបងណាអរគុណជម្រាបលា